វីដេអូនេះដែរខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីរបៀប protect sheet នៅក្នុង Google Sheet បាទអញ្ចឹងជាទូទៅនៅពេលដែលយើង protect sheet យើងចុច mouse ស្ដាំបាទយើងយកពាក្យថា protect sheet ហើយបន្ទាប់មកយើងចុច set permission នេះបាទប៉ុន្តែបើក្នុងករណីយើងឲ្យអ្នកផ្សេងចង់ edit នៅក្នុងកន្លែងណាមួយអញ្ចឹងអានឹងគេ edit អត់បានទេបាទចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីរបៀប protect នៅក្នុងករណីដែលលោកគ្រូអ្នកគ្រូចង់ឲ្យគេ edit នៅក្នុងកន្លែងណាមួយចឹងទៅបាទចឹងឧទាហរណ៍ដល់កន្លែងនេះលោកគ្រូអ្នកគ្រូអត់ចង់ឲ្យគេកែទេចឹងឲ្យគេកែចាប់ពីចំណុចនេះតទៅចឹងទៅបាទចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចនេះបាទចុច mouse ស្ដាំនេះមកយកពាក្យ protect sheet ហើយមុននឹងចុចពាក្យ set permission នេះសូមឲ្យលោកគ្រូអ្នកគ្រូយកពាក្យថា accept certain cell ណាបាទអញ្ចឹងយើងយកអានឹងមកហើយបន្ទាប់មកលោកគ្រូអ្នកគ្រូចុចកន្លែងនេះណាបាទចុចកន្លែងនេះមកទៅ select ទីតាំងណាមួយដែលយើងចង់ឲ្យគេ edit អញ្ចឹងឧទាហរណ៍ខ្ញុំចង់ select ត្រឹមនេះអញ្ចឹងខ្ញុំចង់ឲ្យគេ edit ចាប់ពីcell នេះ cell O3 ដល់ O បាទអញ្ចឹង O នេះខ្ញុំដាក់ដល់អញ្ចឹងទៅណាបាទអញ្ចឹងខ្ញុំចុចពាក្យថា OK ហើយបន្ទាប់មកខ្ញុំចុចពាក្យថា set permission ណាបាទអញ្ចឹងខ្ញុំយកពាក្យដាក់មកជាការស្រេចអញ្ចឹងឧទាហរណ៍ថាខ្ញុំយក link នេះទៅបើកនៅក្នុង account របស់ខ្ញុំមួយទៀតផ្សេងអញ្ចឹងនេះឧទាហរណ៍ជាក់ស្ដែងអញ្ចឹងឧទាហរណ៍ថានៅក្នុងកន្លែងនេះខ្ញុំអាចចុច edit បានទេឃើញនៅពេលដែលខ្ញុំចុច edit ទៅវាចាញ់warning ណាបាទអញ្ចឹងកន្លែងនេះក៏ដូចគ្នាដែរខ្ញុំអាច edit បានទេណាបាទតែបើខ្ញុំ edit នៅក្នុងខ្ញុំចុចអក្សរនៅក្នុងកន្លែងនេះអាច edit បានបាទអញ្ចឹងកន្លែងនេះក៏អាច edit បានដែរណាអញ្ចឹងខ្ញុំចង់លុបអញ្ចឹងបានទេឃើញទេបាទអញ្ចឹងកន្លែងម៉េចនេះខ្ញុំឲ្យគេ edit បានចាប់ពីនេះចុះក្រោមណាបាទអញ្ចឹងដល់ពេលដល់អក្សរ X ខ្ញុំអាច edit បានទៀតដែរបាទអញ្ចឹងដល់ពេលដែលខ្ញុំវាយអក្សរទៅវាចាញ់ warning ឲ្យណាបាទតែឧទាហរណ៍ខ្ញុំកែនៅក្នុងអក្សរ O នេះបាទ